បងប្អូនចាំដឹងអត់ថាពេលដែលយើងប្រើជាមួយនឹង app Zilot វាងាយដល់ការងាយស្រួលនៃការប្រើប្រាស់របស់យើងមួយខ្លះអញ្ចឹងយើងភ្ជាប់ជាមួយនឹង app ហើយទីមួយយើងអាចងាយស្រួលមើលភាគរយថ្មរបស់បាសយើងហ្មងដឹងថានៅសល់ប្រហែលភាគរយហើយទី2យើងអាចមើលទៅថាវាកំពុងតែប្រើជាមួយនឹងអីដូចថាមាន memory card ឬក៏ USB មាន AUX អានេះដូចជាប្រើជាមួយនឹង wireless Bluetooth ហ្នឹងហើយ EQ ក៏យើងអាចចុចទៅលើ app ហ្នឹងហ្មងក៏បានដែរវាបដូរមកងាយៗមែនទែននេះបដូរទៅសលេងជះគឺសលេងធម្មតាវិញក៏បានហើយភ្លើង LED ក៏យើងអាចចុចបដូរទៅលើនេះដែរចង់បិទវាក៏បានដែរ off វាទៅនឹងក៏សេវថ្មបានដែរហើយមាន effect លេងដូចជាសលេងផ្ទះដៃសលេងសើចឬក៏សលេងកណ្ដឹងហើយសម្រាប់ការបើកម៉ាយយើងមិនបាច់ចាំចុច U ទៅលើបាសក៏បានយើងចុចទៅលើ app ហ្មងក៏បានដែរវាលោតមកអូតូតែម្ដងមួយទៀតសលេងម៉ៃបើសិនជាយើងចង់បាន echo វាតិចជាងនឹងបន្តិចអាចចុចទៅពាក្យ mixing នេះ karaoke reverb វាវែងជាងហើយមួយទៀតមុខងារដែលយើងអាចផ្ដាច់សលេងដើមច្រៀងដើមយើងចុចវាមកតែដែលយើងដាក់សលេងបទចម្រៀងណាដែលអត់មានភ្លេងសុទ្ធគឺវាមកតែភ្លេងទេអញ្ចឹងយើងអាចច្រៀងលេងបាននេះវាធម្មតា original ហើយមួយទៀតយើងអាច connect ពីរជាប់គ្នាបើកនៅក្នុងនេះតែម្ដងបើសិនជាមាន2គ្រាប់ជាប់គ្នាឬក៏3 4 5គ្រាប់អីក៏អាចជាប់គ្នាបានដែរនេះចុចបើកមកអូតូតែម្ដងអញ្ចឹងមាន app ហ្នឹងហើយគឺងាយស្រួលប្រើជាមួយនឹង Zilot Z41M